តស៊ូកុំគិតថាមានតែការងារមនុស្សប្រុសធ្វើបានយើងជាមនុស្សស្រីឲ្យតែយើងការងារដែលសុចរិតឈ្មោះសៃតូចមកពីខេត្តតាកែវអាយុ34ឆ្នាំមុខរបររថ PASS ចូល5ឆ្នាំក្រៅពីហត់កង់3យើងមកបញ្ចុកបកូនបោកអាលាងចានទូទេសរៀបចំផ្ទះដូចខ្លួនឯងធ្វើម្ហូបទៅអីហូបបាយអញ្ចឹងណាហើយដឹកអីវ៉ាន់ដឹកអីគេខ្លះបន្ថែមដូចថាមានមួយពីរក្រៅដែលគេកំណត់មកថាប៉ុណ្ណេះគេយកអីវ៉ាន់ទៅនេះតម្លាក់ផ្ទះតម្លាក់អីអញ្ចឹងបានការងារនឹងបន្ថែមទៀតអញ្ចឹងហត់ថ្ងៃខ្លះរលុយអត់សូវបានអញ្ចឹងយើងមានអារម្មណ៍ថាយើងជាម្ដាយស្អាតខាន់ស្អាតតាមបានលុយពីណាបើសិនជាថ្ងៃនេះយើងរត់អត់បានយើងអត់មានលុយទិញអីឲ្យគាត់ហូបឬក៏អីចឹងយើងទៅគិតថាស្អាតអីដឹងបានលុយមកពីណាទេបើថ្ងៃហ្នឹងរត់អត់បានឬក៏អីចឹងណានិយាយទៅពិបាកដែរព្រោះយើងតែឯងយើងជាមនុស្សស្រីគេមើលមកបែបការងារច្រើនមកកណោហេតុអីអត់ធ្វើមករត់កង់3ទៅអីក្តៅក៏ក្តៅពេលជិះយូរហត់ចងចាំអត់ភ្លេចហ្មងពេលដែលកូនយើងយំផងកង់3បាយផងយើងត្រូវដោះកង់3ធ្វើតែឯងកូនលួងបដាធ្វើបដាផ្លូវរៀងឆ្ងាយដែរហើយវារៀងស្ងាត់ដែរមានគេជិះមួយតែយើងគេជិះទៅហួសមកហួសហើយបើការងារផ្សេងគេមានខ្ញុំធ្លាប់ទៅសុំគេតម្រូវឲ្យយើងយកកូនទៅផ្ញើអ្នកនឹងម៉ែយើងអញ្ចឹងណាហើយយើងក៏អត់ចង់យើងអត់ចង់រំខានដល់ម្ដាយចាព្រោះគាត់ជួយមើលយើងតាំងពីតូចគាត់ហត់អញ្ចឹងសម្រាប់ខ្ញុំគិតថាខ្ញុំអត់ត្រូវយកកូនខ្ញុំទៅផ្ញើនឹងម៉ែខ្ញុំទៀតទេខ្ញុំរត់កង់3ខ្ញុំគិតថាទោះមិនក៏ដោយក៏ខ្ញុំបានយកកូនខ្ញុំទៅមួយហើយយើងបានមើលថែគាត់បញ្ចុកបាយបញ្ចុកអីយើងបានមើលកូនយើងដោយផ្ទាល់សម្រាប់ខ្ញុំអត់គិតថាការងារប្រុសការងារស្រីទេឲ្យតែយើងធ្វើបានទីមួយវាអត់មានហត់ត្រូវលើកធ្ងន់វាគ្រាន់តែជាការបើកបរឯងជាចុងក្រោយខ្ញុំសូម5ផ្ញើដល់នារីទាំងអស់តស៊ូកុំគិតថាមានតែការងារមនុស្សប្រុសធ្វើបានយើងជាមនុស្សស្រីឲ្យតែយើងការងារដែលសុចរិតយើងអាចធ្វើបានទាំងអស់គ្នាមិនថាការងារអីដូចខ្ញុំរត់កង់3ជាការងារមនុស្សប្រុសខ្ញុំក៏អាចធ្វើបានអញ្ចឹងខ្ញុំសូម5ផ្ញើទៅនារីទាំងអស់នឹងឲ្យតស៊ូប្រកឈររឹងមាំ